Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីគឺconfig DNS server នៅលើ Windows Server របស់យើងអញ្ចឹងដើម្បីចូលទៅដល់ការ config យើងចូលមកកន្លែងនេះដើម្បីចូលទៅកាន់control panel ហ្នឹងបន្តមកទៀតយើងឃើញពាក្យថា network and internet អញ្ចឹងជាកន្លែងហ្នឹងមកហើយនឹងឃើញពាក្យថា network and sharing center អញ្ចឹងចុចទៅលើវាមកបន្តមកទៀតអ្នកនរឃើញវាថា change adapter setting អញ្ចឹងយើងធ្វើការចូលទៅកាន់វាហើយនេះគឺជា Wi-Fi របស់យើងអញ្ចឹងយើងមកស្ដាប់ហើយ property ទៅលើវាដើម្បីយើងទៅ config អូខេកន្លែងនេះយើងយកពាក្យថា internet protocol កន្លែងនេះនឹងខ្ញុំតាមខ្ញុំមកជាដំបូងពេលយើងចូលទៅវានឹងចេញមកបែបនេះនោះដូចតែខ្ញុំបានដាក់ IP ដូចខ្ញុំធ្លាប់ config វាម្ដងអញ្ចឹងទៅវាលើអញ្ចឹងខ្ញុំធ្វើការបញ្ចូលម្ដងទៀតដើម្បីឲ្យអ្នកគ្នាដឹងអញ្ចឹងខ្ញុំបាន IP address ហ្នឹង192 168 ហើយនឹង130ហើយកន្លែង subnet mask ហ្នឹងវា load ឲ្យយើងជាង server ហើយកន្លែងdefault gateway នេះខ្ញុំដាក់192 168 ហើយនឹង1ចំដល់ក្រុមនេះ Provided DNS server នោះវាមាននៅ server យើងអញ្ចឹងយើងអត់ត្រូវការធ្វើការផ្លាស់ប្ដូរវាទេបន្ទាប់ពីយើងបានចូល address ឲ្យហើយយើងគ្រាន់តែចុចពី OK មកហើយខ្ញុំធ្វើការបិទវាចោលខ្ញុំបិទវាចោលដូចគ្នាមកបន្ទាប់មកខ្ញុំចូលទៅ restart នៅcomputer របស់យើងនឹងឯងអញ្ចឹងខ្ញុំ restart វាសិននៅពេលដែលយើង restart វាទៅវារៀងយូរដែរអ្នកនរគ្នាអញ្ចឹងខ្ញុំ scope វាសិនចាំពេលខ្ញុំ restart ហើយខ្ញុំនឹងប្រាប់អ្នកនរគ្នាតបន្ទាប់ពីខ្ញុំបាន restart វាហើយអញ្ចឹងខ្ញុំចូលទៅដល់ការ install នៅ DNS server អញ្ចឹងអ្នកចូលតាមខ្ញុំមកយកពាក្យ manage ហើយយកពាក្យថា add rule ហ្នឹងអញ្ចឹងកន្លែងនេះយើងអត់បាច់យកទេយើងនិចវាមកហើយកន្លែងនេះយកពាក្យថា robot official base installation អញ្ចឹងអ្នកគ្នាជិះពាក្យ niche អូខេ niche ដូចគ្នានិចរហូតទៅដល់ពាក្យថា install អញ្ចឹងកន្លែងនេះខ្ញុំបាន install វាហើយអញ្ចឹងខ្ញុំអត់ចាំបាច់ត្រូវ install វាមិនសិតទៀតទេហើយពេលខ្ញុំ install ហើយវាអត់លុបពីឲ្យ install អញ្ចឹងយើងគ្រាន់តែបិទវាចោលស្មើដោយសារខ្ញុំបាន install វាបើអ្នកគ្នាតើ install វានឹងលុបពី install ឲ្យអ្នកគ្នាអញ្ចឹងបន្តមកទៀតយើងចូលទៅ config នៅ DNS របស់យើងអញ្ចឹងយើងចូលទៅកាន់ tool ហើយបន្តមកទៀតឲ្យពាក្យថា DNS អូខេអញ្ចឹងចូលដល់កន្លែងនេះគឺជាវាជា DNS machine របស់យើងអញ្ចឹងចុចកន្លែងមកចុចទៀតយើងចូលពាក្យថា forward lookup zone អញ្ចឹងចូលកន្លែងហ្នឹងយើងនឹងឃើញពាក្យនៅ remote lab ហ្នឹងគឺជាDNS របស់យើងដែលបានបង្កើតពីមុនមកហ្នឹងអ្នកនរគ្នាហើយអ្នកគ្នានឹងឃើញនៅកន្លែងនោះគឺជា server របស់យើងពាក្យ win នោះអ្នកនរគ្នាប៉ុន្តែដោយសារអានោះវាមានទៅផ្សេងគ្នាវាអត់ដូចគ្នាអញ្ចឹងយើងចូលទៅកាន់ CMD មកដើម្បីយើង ping server របស់យើងហ្នឹងអ្នកនរគ្នាអញ្ចឹងខ្ញុំអូវាមកខំតិចមកដើម្បីឲ្យយើងស្រួលមើលអញ្ចឹងយើងវាយវាថា ping ហើយនឹងវាយឈ្មោះserver នឹងរបស់យើងនឹងចូលមកនេះដោយសារតែខ្ញុំបានបញ្ចូលខនខ្ញុំធ្វើការបញ្ចូលវាទៅទៀតហើយអ្នកនរត្រូវមើលថាយើងបានបញ្ចូលឈ្មោះវាត្រូវក៏អត់អញ្ចឹងserver របស់យើងគឺបានចេញហើយមានន័យថាយើង ping វាបានជោគជ័យអញ្ចឹងខ្ញុំបិទវាចោលសិនធំហើយចូលមកដល់កន្លែងនេះគឺជាកន្លែងដែលយើងត្រូវបង្កើតហោឲ្យ server របស់យើងកន្លែងនេះខ្ញុំចូលខន sorry អ្នកទាំងអស់គ្នា
concert វាសិនមកអញ្ចឹងខ្ញុំទៅការមកស្ដាំខ្ញុំអត់មកស្ដាំទៅកន្លែង server ហ្នឹងឯងខ្ញុំមកស្ដាំទៅកន្លែងសហ្នឹងពេលយើងមកស្ដាំវាហើយយើងពាក្យថា new host ហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ឈ្មោះឲ្យវាថាAA11 អញ្ចឹងអានឹងវាជាឈ្មោះរបស់demo របស់យើងហ្នឹងគឺពេលខ្ញុំបង្កើត profile ហ្នឹងអ្នកនរគ្នាចឹងថាយើង add វាបានហើយកន្លែង IP នេះគឺជា IP កន្លែងដែលយើងបានទៅ config វានៅកន្លែង control panel ហ្នឹងបើអ្នកនរគ្នាចាំទេអ្នកនរគ្នាអាចចូលទៅមើលផ្សាយទៀតបានពេលដែលខ្ញុំបញ្ចូលហើយចុចពាក្យថា create ហើយអ្នកគ្នា add host ហ្នឹងមកហើយចុចពាក្យថា OK យើងចុចពាក្យថា done ចាអ្នកគ្នានឹងឃើញAA11 ដែលយើងបាន add វាចូលហ្នឹងកន្លែងយើង add host មិញហ្នឹងអ្នកគ្នាអញ្ចឹងចូលទៅកាន់ CMD របស់យើងទៅដែរមកអ្នកគ្នាខ្ញុំ sorry សម្រាប់សលេង background ញ៉ៃហើយចូល ping ទៅកាន់host ដែលយើងបាន add មិញហ្នឹងអូខេចុចដល់ថាវាចេញអត់នេះអ្នកគ្នាអញ្ចឹងមានន័យថាhost របស់យើងបាន add ហ្នឹងគឺ ping ទៅវាចេញអញ្ចឹងយើងអាចទៅ look app DNS របស់យើងចេញបានដូចគ្នាអញ្ចឹងអូខេអញ្ចឹងវីដេអូខលខ្ញុំនឹងប្រាប់អ្នកគ្នានៅអីផ្សេងទៀតវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹង